សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់កងកម្លាំងថៃមកលើជនស៊ីវិលខ្មែរនៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ដែលបណ្ដាលឲ្យជនស៊ីវិលម្នាក់ស្លាប់និង3នាក់រងរបួសឧបតហេតុនេះបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាក៏ដូចជាការបំពានយ៉ាងគគ្លឿនចំពោះច្បាប់មនុស្សធម៌អន្តរជាតិនិងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការតាមរយៈស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញហើយនឹងចាត់វិធានការសមស្របដើម្បីតាមដានរួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្រាប់ជនស៊ីវិលដោយមានការចូលរួមពីក្រុមអ្នកសង្កេតការអាស៊ានផងដែរកម្ពុជាស្វាគមន៍ចំពោះការគាំទ្រនិងការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះកម្ពុជាសូមបញ្ជាក់ថាចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី28ខែកក្កដាឆ្នាំ2025មកកម្ពុជាបានអនុវត្តការអត់ធ្មត់ជាទីបំផុតដោយមិនចាត់វិធានការតបតទៅនឹងសកម្មភាពញុះញង់ឥតឈប់ឈររួមទាំងការបាញ់ប្រហារលើជនស៊ីវិលដ៏ឃោរឃៅនាពេលនេះក្នុងគោលបំណងរក្សាឲ្យបាននៅបទឈប់បាញ់នេះដើម្បីបុព្វហេតុសន្តិភាពស្ថិរភាពនិងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរនិងសម្រាប់តំបន់ទាំងមូលរាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យប្រទេសថៃបញ្ឈប់ការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងហើយងាកទៅប្រកាន់ខ្ជាប់នៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការគោរពគ្នាទៅវិញទៅមកដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដោយមានចែងក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅថ្ងៃពុធ7រោចខែកដឹកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025